ទម្លាក់ប្រាក់ទៅស្រាប់តែមានប្រេងអណ្ដែតឡើងពេលបានទទួលសញ្ញានេះហើយលោកមេឃុំធ្វើជាបន់ស្រន់ថាសូមព្រះលោកជួយកុមារជែកផងសូមកុំឲ្យទឹកនិងប្រេងរលាយចូលគ្នាឲ្យសោះគាត់ក៏បានហៅបុរសនោះនិងបុរសម្នាក់ទៀតឲ្យយកដៃជ្រលក់ទឹកក្នុងផ្តិលដែលស្មៀនបានរៀបចំទុកនៅមុខគាត់បុរសម្នាក់គ្មានបានបង្ហាញអ្វីគួរឲ្យកត់សម្គាល់នោះទេចំណែកឯនាយម្នាក់ទៀតមានប្រេងអណ្ដែតលោកមេឃុំឲ្យស្មៀនឆែកបុរសនោះហើយពិតជាបានឃើញមានប្រាក់28សេនពិតប្រាកដមែនលោកមេឃុំបានបញ្ជាឲ្យបុរសនោះយកប្រាក់មកសងនឹងចែកជែកវិញស្មៀនបានប្រគល់ប្រាក់250សេនដែលនៅក្នុងផ្តិលឲ្យកុមាររួមទាំងប្រាក់ដែលបុរសច្រមុះធំសង20សេនទៀតចែកជែកបានលើកដៃសំពះថ្លែងអំណរគុណដល់លោកមេឃុំនិងសហការីយ៉ាងជ្រាលជ្រៅគាត់បានអប់រំបុរសនោះឲ្យកែប្រែគំនិតវាចាកអំពើអាក្រក់ប្រកាន់នៅអំពើល្អដោយគេដូចឯងវិញចាប់តាំងពីថ្ងៃនោះមកដោយសារតែជំនួយពីលោកមេឃុំយាយនិងចៅបានរស់នៅក្នុងជីវភាពធូរធារចែកជែកក៏បានមានសិទ្ធិចូលរៀនដោយកុមារដទៃទៀតដែរចាំអានតាមលោកតាអក្សរកអក្សរកអក្សរខអក្សរខអក្សរកអក្សរកអក្សរខអក្សរខអក្សរងអក្សរង